ឡានលោកផៃវណ្ណៈសួរស្នងការនគរបាលខេត្តកំពង់ស្ពឺតើផ្អែកទៅលើផុសតាងអ្វីច្បាប់អ្វីបានជាចាប់ថៃកុងឡានទាំងដែលនៅក្នុងវីដេអូបង្ហាញថាម៉ូតូជិះចូលឡានខ្លួនឯងបានជាករណីមួយថាផ្ទុះខ្លាំងមែនទែនចំពោះវីដេអូមួយណាតែទៅនឹងម៉ូតូមួយគ្រឿងបាទគឺតាមមើលបាទរូបភាពទៅគឺមានគ្នា3នាក់បាទប្រុសទាំងអស់បាទជិះម៉ូតូមកដឹងជាវ៉ាមិនបងប្អូនបាទក៏ចូលក្រុមឡានគេបាទចុងក្រោយស្នងការខេត្តកំពង់ស្ពឺចាប់បាទអ្នកបើកបររថយន្តធំបាទនេះជារឿងថាពិតជាមិនគួរជឿណាបាទបន្តមកគឺឥឡូវនេះគឺលោកផៃវណ្ណៈក៏បានសុំឲ្យលោកឧត្តមស្នេហ៍តូបាទខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺដែលបានខត់ខ្លួនជនរងគ្រោះដែលជាអ្នកបើកបររថយន្តបញ្ជូនទៅអាជ្ញាធរការអមសាលាដំបងខេត្តកំពង់ស្ពឺតើផ្អែកទៅលើផុសតាងអ្វីច្បាប់អ្វីបាទវីដេអូក៏បានបង្ហាញច្បាស់ថាជនរងគ្រោះបាទជាស្រ័យគឺជនបង្កគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដគឺជាអ្នកបើកបរម៉ូតូជិះបញ្ច្រាស់ទិសចរាចរណ៍ហើយបើកទៅចូលក្នុងរថយន្តជនរងគ្រោះបាទដែលបើកបរត្រឹមត្រូវតាមកន្លងផ្លូវដែលច្បាប់បានកំណត់ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺពេលនេះច្រោះស្រាវជ្រាវស៊ើបអង្កេតប្រមូលផុសតាងមានបានសាកសួរព័ត៌មានជនរងគ្រោះសួរសាកសីឬក៏ប្រមូលផុសតាងពីកន្លែងកើតហេតុត្រឹមត្រូវដែរទេឬក៏អស់លោកឃើញរថយន្តធំដឹងតែដាក់កំហុសដាក់បន្ទុកផ្អែកទៅលើមាត់អ្នកលោកអស់លោកដែលបាទជាស្រ័យតែមិនផ្អែកទៅលើច្បាប់ចរាចរណ៍ផ្លូវគោកបាទសូមលោកស្នងការនគរបាលមេត្តាបំភ្លឺឲ្យមហាជនបានជ្រាបផងព្រោះរឿងនេះកំពុងតែផ្ទុះលើបណ្ដាញសង្គម Facebook ហើយបាទវាអយុត្តិធម៌ខ្លាំងណាស់ដែលយកជនរងគ្រោះទៅឃុំឃាំងដាក់ពន្ធនាគារបាទក្រុមលក្ខផលថានៅវេលាម៉ោង 15:50 នាទីនៅថ្ងៃទី 20 ខែមីនាឆ្នាំ 2025 មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យបុរស3នាក់បានស្លាប់បាទស្ថិតនៅផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រ 65-66 នៅភូមិក្រាំងខ្ជាយឃុំតាំងខ្យាស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបាទកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុក៏បានសម្របសម្រួលចរាចរណ៍និងវាស់វែងយកមធ្យោបាយរក្សាទុកនៅឯអធិការរដ្ឋាភិបាលនគរបាលស្រុកភ្នំស្រួយដើម្បីបន្តនីតិវិធីអ្នកបើកបរត្រូវបានឃាត់ខ្លួនដំណើររឿងម៉ូតូ Honda C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JY 9242បើកបរពីលេខទៅខេត្តបាទម៉ូតូចំណុចកើតហេតុក៏បានបោករថយន្តម៉ាកហ៊ីចិនដៃពណ៌សពាក់ស្លាកលេខភ្នំពេញ 3i3885 បណ្ដាឲ្យបុរស3នាក់បានស្លាប់នៅនឹងកន្លែងកាត់ហេតុតែម្ដងសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីប៉ុន្តែអ្វីដែលមហាជនកំពុងតែចង់ដឹងនោះគឺតើបរោះដែលជាទៅក្នុងរថយន្តធុនធំដែលមនុស្ស3នាក់ជិះចូលរថយន្តស្លាប់នោះបាននៅផ្សារត្រពាំងថ្លឹងជាស្រ័យគឺផ្សារត្រពាំងកលឹងបើតើអាចមានទោសដែរទេគណៈដែលម៉ូតូជាអ្នកបង្កកំហុសបែរជាចាប់ថៃកង់ដាក់ទោសទៅវិញបាទនេះជារឿងថាពិតជាមិនគួរជឿបងប្អូនបាទតាមបាទមើលវីដេអូហ្នឹងគឺបាទអ្នកជិះម៉ូតូទេទីអ្នកខុសដែលគាត់វ៉ារបៀបវ៉ាចេញណាដល់វ៉ាទៅជ្រុលទៅចូលនឹងក្រុមឡានគេបាទស្លាប់ទាំង3នាក់តែម្ដងបាទទាំងតាឡានធំហ្នឹងគឺគាត់ដឹងអីទេគឺគាត់បើកតាមកន្លងផ្លូវរបស់គាត់ហើយម៉ូតូចូលទៅពុបនៅនឹងតែម្ដងបងប្អូនហើយ3នាក់បាទនៅនឹងកន្លែងកាត់ហេតុតែម្ដងណាបាទឥឡូវនេះគឺមានការផ្ទុះការវិញ្ញាខ្លាំងមែនតើតើបាទភាគីទាំងពីរខាងរថយន្តនិងខាងអ្នកបើកម៉ូតូអ្នកណាជាអ្នកខុសប៉ុន្តែឥឡូវនេះគឺខាងនគរបាលខេត្តកំពង់ស្ពឺហ្នឹងគឺបានចាប់ថៃកង់ឡានដាក់ពន្ធនាគារហើយបាទនេះជាថាពិតជាមិនគួរជឿឥឡូវនេះក៏បានឲ្យលោកផៃវណ្ណៈធ្វើការសួរឬក៏សួរទៅកាន់ស្នងការតើបែកលើផុសតាងអ្វីច្បាប់អ្វីបានជាចាប់ថៃកង់ឡានដាក់ពន្ធនាគារបែបនេះបាទទាំងដែលម៉ូតូជិះចូលឡានខ្លួនឯងហ្នឹងបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា